ok lời nick trong đồng hai nhẹ ở này ông piចំណុចថ្មីមួយទៀតអំពីការស្រង់ទិន្នន័យបាទវិធីនេះការដែលខ្ញុំអត់ទាន់បានប្រើឃើញថាវាមានភាពស្មុគស្មាញមែនទែនសម្រាប់ការងារដែលតែងតែជួបប្រទះប្រចាំថ្ងៃប៉ុន្តែបន្ទាប់ពីអនុវត្តនៅចំណុចនេះឃើញថាវាពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការស្រង់ទិន្នន័យជាពិសេសអ្នកដែលមានភារកិច្ចទាក់ទងទៅនឹងការស្រង់ឈ្មោះសិស្សបែបនេះខ្ញុំឧទាហរណ៍ថានេះគឺជាបញ្ជីឈ្មោះសិស្សប្រឡងបញ្ចប់វគ្គកុំព្យូទ័របាទដែលមានចំនួន25នាក់បាទយើងដឹងស្រាប់ហើយជាធម្មតានៅពេលដែលប្រឡងគឺលទ្ធផលតែងតែចេញជាប់ធ្លាក់ហើយសម្រាប់អ្នកដែលធ្លាក់គឺត្រូវតែធ្វើការប្រឡងសងបាទដូច្នេះបើយើងធ្វើការធម្មតាយើងប្រកាសជាធ្វើការ copy ផាសឈ្មោះអ្នកដែលធ្លាក់ទៅដាក់នៅក្នុងបញ្ជីមួយថ្មីទៀតឬក៏បើមិនឆ្នេះទេយើងត្រូវការ save as ឬក៏លុបឈ្មោះអ្នកដែលជាប់ទុកលើអ្នកដែលធ្លាក់ផ្សេងប៉ុន្តែការបង្ហាញរបស់ខ្ញុំបែបនេះវិធីនេះគឺមានភាពផ្ទុយស្រឡះពីអ្វីដែលអ្នកទាំងអស់គ្នាធ្លាប់អនុវត្តកន្លងមកមានថាយើង copy យកឈ្មោះអ្នកដែលធ្លាក់តែប៉ុណ្ណោះបាទអញ្ចឹងវិធីអនុវត្តគឺទី1យើងមានឧទាហរណ៍យើងមានតារាងបែបនេះហើយគោលបំណងរបស់ខ្ញុំគឺខ្ញុំចង់ copy ឈ្មោះអ្នកដែលធ្លាក់ទាំងប៉ុន្មានយកមកដាក់នៅខាងក្រោមនេះជាបញ្ជីថ្មីមួយទៀតបាទអញ្ចឹងដើម្បីអនុវត្តគឺយើងគ្រាន់តែសរសេរពាក្យនៅកន្លែងណាមួយក៏បានបាទឬក៏យើង copy យកតែម្ដងឧទាហរណ៍យើងយកលក្ខខណ្ឌហ្នឹងគឺបន្ទុកបាទបន្ទុកជាធម្មតាបើសិនបន្ទុកពេញ100អញ្ចឹងជាប់ធ្លាក់គឺបន្ទុកក្រោម50អញ្ចឹងខ្ញុំអាចថាតូចជាងឬតូចជាង50មានថាអ្នកដែលធ្លាក់អញ្ចឹងគឺដំបូងបំផុតយើង select លើវាហើយចុចលើពាក្យថា data ហើយពាក្យថា advanced បាទនៅពេលនោះវាចេញពាក្យថា advanced filter នៅក្នុងនេះវាមានពីរជម្រើសមាន filter in the list or in the place ឬក៏ copy to other location អញ្ចឹងខ្ញុំយកជម្រើសទី2គឺ copy to other location បាទអញ្ចឹងទី1 list range គឺ cell ដែលយើងបាន select គឺវាចេញទៅ swipe ប្រវត្តិចំពោះ criteria range គឺយើងធ្វើការ select លើកន្លែងដែលយើងបានសរសេរទុករួចពីមុនបាទអញ្ចឹងមានថាលក្ខខណ្ឌយើងគឺបន្ទុកតូចជាង50កន្លែង copy to នេះគឺយើងទៅធ្វើការ select នៅកន្លែងដែលយើងចង់ copy ឈ្មោះអ្នកដែលធ្លាក់យកទៅទុកបាទអញ្ចឹងឧទាហរណ៍ថាខ្ញុំដាក់នៅខាងក្រោមនេះអញ្ចឹងយើង select បែបនេះបាទតមកចុច OK បាទអញ្ចឹងយើងឃើញថាឈ្មោះអ្នកដែលធ្លាក់គឺចេញមកដោយស្វ័យប្រវត្តិនេះគឺជាបន្ទុករបស់គាត់បាទចំពោះលេខរៀងនេះគឺដោយសារវាតពីលេខរៀងចាស់មកអញ្ចឹងលេខរៀងឈ្មោះនីមួយបាទយើងអាចធ្វើការដូរលេខរៀងដើម្បីឬក៏យើងមិនចាំបាច់ក៏បានមានថាយើងទុករក្សាជាលេខកូដរបស់គាត់បាទនេះគឺជាវិធីថ្មីមួយដែលខ្ញុំគិតថាមានសារៈសំខាន់ណាស់សម្រាប់អ្នកដែលធ្វើកិច្ចការទាំងអស់នេះហើយមិនតែប៉ុណ្ណោះអ្នកទាំងអស់គ្នាក៏អាចយកវិធីនេះច្នៃសម្រាប់ធ្វើការស្រង់នៅព័ត៌មានផ្សេងដែលជឿជាក់ថាប្រកាសជាជួយអ្នកទាំងអស់គ្នាបានច្រើនអញ្ចឹងនៅក្នុងវីដេអូនេះសូមបញ្ចប់ប៉ុណ្ណេះ